Ok, là dân ta đang làm pi là bìa pra là bỏ đây là cả đáy đi ấy đọc mùi phần dừng á. Ok, nàyคือ chiều rụng riêng phần vía hay này chỉ xài xạ đây là cả đáy phần dừng cả xạ cái dân dọc xài nó do mà đạn nơi hàng khỏi đây là cả phần dừng chân máu hay dân do bìa ta đào cho mùi nâng phao vào bèn á. Ok, đó bây giờ bìa xạ thó bìa nâng lột chân phía rồi thó nó lơ ai còng đây là cả phần dừng này chân là bìa chân á. Ok. ហើយកន្លែងនេះគឺជាកន្លែងដាក់ស៊ីមនាឡិកាដៃផងយើងហើយយើងយកកញ្ចក់យើងឆ្កឹះកន្លែងនឹងចេញមកណាឆ្កឹះវាចេញមកវាមានកន្លែង slot វាសម្រាប់ដាក់ស៊ីមណាហើយយើងស៊ីមផងយើងដែលយើងយកមកទិញមកនោះគឺមានຂະຫນາດវាអញ្ចឹងយកប្រភេទຂະຫນາດតូចណាអាស៊ីមដាក់ទូរស័ព្ទយើងហ្នឹងយើងមើលលើជ្រុងណាជ្រុងវាកែងកន្លែងហ្នឹងមួយ slot វាអញ្ចឹងយើងដាក់វាត្រូវគ្នាអញ្ចឹងមកបន្ទាប់ពីយើងដាក់ត្រូវគ្នាហើយយើងយកវាមកដាក់ចូលក្នុងនាឡិកាយើងវិញមកណាហើយរុញចូលថ្នមមកណាដល់អឹបស្មើអញ្ចឹងតែម្ដងណាយើងបើកនាឡិកាយើងមកយើងចុចបើកគៀនហ្នឹងមកចុចឲ្យជាប់មកនេះយើងទៅមើលកម្មវិធីមួយចំនួននៅក្នុងនាឡិកាដៃផងយើងដូចជាវាមានកម្មវិធីដូចជានេះ Casio ណាហើយកន្លែងនេះវិញគឺជាកាមេរ៉ានាឡិកាដៃផងយើងហើយកន្លែងនេះគឺជាកន្លែងយើងជួយការ call កម្ពុជាស្រឡាញ់សន្តិភាពការពារសន្តិភាពនិងអាឡូ123អាឡូនេះគឺជារបៀបភ្ជាប់ GPS ជាមួយនឹងកម្មវិធី Set Tracker 2 អញ្ចឹងដំបូងបងប្អូនត្រូវដំឡើងកម្មវិធី Set Tracker 2 នៅលើទូរស័ព្ទដៃផងយើងហើយចូលទៅក្នុងនាឡិកាចូលកន្លែង QR code អញ្ចឹងយើងចុចខាងលើនេះដើម្បីបង្ហាញ QR code មកហើយយើងចូលទៅក្នុង App Set Tracker 2 ដែលនៅក្នុងទូរស័ព្ទដៃផងយើងហើយយើងចុចលើសញ្ញាបូកហើយចុចលើកន្លែង scan នេះមក scan QR code ដែលនៅលើនាឡិកាដៃផងយើងណាscan ហើយចឹងមកដល់កន្លែងនេះវាឲ្យយើងវាយឈ្មោះបងប្អូនឲ្យវាយឈ្មោះនាឡិកាហ្នឹងដាក់អីដាក់ទៅអាហ្នឹងដូចយើងដាក់ថាឥឡូវខ្ញុំដាក់ថា my son ណាតបពីបងប្អូនដាក់ឈ្មោះហើយបងប្អូនចុចអូខេណាមកដល់កន្លែងនេះគឺជាកន្លែងដែលបង្ហាញអំពី location នាឡិកាដៃផងយើងចុចទៅលើកន្លែងហ្នឹងមកអញ្ចឹងវាបង្ហាញមកឲ្យ location ដែលយើងដាក់ឈ្មោះនាឡិកាយើងដាក់ថា my son ហ្នឹងគឺគាត់មានទីតាំងនៅចំណុចកន្លែងហ្នឹងនៃ location ណាអញ្ចឹងយើងអាចមើលទៅតាមនឹងបានណាកន្លែងនេះគឺជាកន្លែងយើងសេវលេខទូរស័ព្ទអញ្ចឹងបងប្អូនបំពេញឈ្មោះដែលខ្ញុំដាក់ថា sister អញ្ចឹងទៅហើយយើងសេវឈ្មោះមកសេវលេខដាក់លេខទូរស័ព្ទកន្លែងហ្នឹងមកបន្ទាប់មកយើងចុចអូខេមកតើវានឹងសេវចូលទៅក្នុងនាឡិកាដៃផងយើងអញ្ចឹងចូលក្នុងនាឡិកាដៃយើងចុចកន្លែង contact ហ្នឹងយើងឃើញឈ្មោះដែលយើងបានសេវណាអញ្ចឹងយើងអាចសេវឈ្មោះបានច្រើនទៀតនៅក្នុង app ផងយើងណា